តិរបស់ប្រទេសកម្ពុជាយើងចា៎តាមដែលខ្ញុំមើលឃើញនៅប្រទេសកម្ពុជាយើងបងស្រីគឺគាត់ប្រជាពលរដ្ឋគឺអត់សូវមានសិទ្ធិដែរក្នុងការបញ្ចេញមតិហ្នឹងហើយចាបងអូនស្រីដូចយើងបានឃើញស្រាប់ចាស់ហើយនៅក្នុងប្រទេសយើងគ្រាន់តែក្នុងការនិយាយរឿងរបស់ខ្លួនក៏មិនបានដែរមានការចាត់ប្រកាន់ថាជាការញុះញង់ជាការធ្វើបំពុលសង្គមគ្រាន់តែរឿងរបស់យើងដែលយើងមានទុក្ខលំបាកក៏គាត់និយាយមិនបានបញ្ចេញមតិមិនបានក្នុងនាមជាពលរដ្ឋតែពលរដ្ឋជាកោសិកាមួយដែលក្នុងការចូលរួមដើម្បីឲ្យមានការកសាងប្រទេសដែរពលរដ្ឋគឺជាមិនមែនថាតើតែមានអ្នកដឹកនាំណាម្នាក់ដែលនេះទេគឺត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋអញ្ចឹងពលរដ្ឋម្នាក់គឺជាធនធាននៃការកសាងប្រទេសដែរអញ្ចឹងបើសិនជាពលរដ្ឋរួមក្នុងការបញ្ចេញមតិក្នុងការនិយាយហើយសូម្បីតែរឿងខ្លួនឯងថាខ្លួនឯងបានដាំដុះនៅភោគផលកសិកម្មមួយឬក៏បានទទួលផលហើយសម្រាប់មានទីផ្សារគាត់គ្រាន់តែនិយាយបញ្ចេញមតិគ្រាន់តែប្រាប់ស្រែកប្រាប់ទៅឲ្យមហាជនឲ្យសង្គមឲ្យអ្នកដឹកនាំឲ្យក្រសួងពាក់ព័ន្ធបានដឹងថាអ្វីដែលជាទុក្ខកង្វល់របស់គាត់កំពុងតែជួបនឹងក៏និយាយមិនបានទៅជាគាត់ដោយរឿងថ្មីយើងឃើញអញ្ចឹងសិទ្ធិក្នុងសិទ្ធិគឺមានសិទ្ធិជាទូទៅនឹងដូចជាសិទ្ធិពីកំណើតអញ្ចឹងយើងទទួលសិទ្ធិក្នុងការសិទ្ធិយើងបានសិទ្ធិពីកំណើតហ្នឹងគឺម្ដាយឪពុកបានបង្កើតយើងមកហើយអញ្ចឹងយើងសិទ្ធិជាទូទៅតែបងអូនមានឃើញបែបណាដែរចំពោះសិទ្ធិជាទូទៅរបស់ពលរដ្ឋយើងដែលបងអូនបានមកនៅក្នុងប្រទេសជប៉ុនហើយក៏បងអូនបានកលេចមើលទៅក្នុងប្រទេសកម្ពុជាយើងហ្នឹងតើគេឃើញថាសិទ្ធិទូទៅរបស់ប្រទេសជប៉ុនហ្នឹងយ៉ាងម៉េចដែរបងអូនស្រីចាបងស្រីពេលដែលខ្ញុំមកប្រទេសជប៉ុនខ្ញុំមើលឃើញគឺផ្ទុយគ្នាស្រឡះតែម្ដងផ្ទុយគ្នាដូចថាប្រទេសជប៉ុនគឺគេផ្ដល់សិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិឬក៏ធ្វើអ្វីៗគ្រប់យ៉ាងគឺគេផ្ដល់សិទ្ធិសេរីភាពស្មើគ្នាចំណែកខាងប្រទេសកម្ពុជាយើងវិញគឺប្រជាពលរដ្ឋគាត់បាត់សិទ្ធិមិនឲ្យបញ្ចេញមតិឬក៏ធ្វើអ្វីមួយគឺអត់មានសិទ្ធិអញ្ចឹងណាបងស្រីចាឥឡូវបងឧទាហរណ៍ខ្លីៗតើមានចំណុចអ្វីខ្លះដែលជាការដែលថាចូលរួមនិយាយមិនបានធ្វើមិនបានហើយបានទទួលនៅរងធ្វើទៅបុកម្នេញបែបណាខ្លះសម្រាប់ពលរដ្ឋយើងរាល់ថ្ងៃនៅក្នុងប្រទេសកម្ពុជាឧទាហរណ៍រាល់ថ្ងៃដូចជាតាមប្រព័ន្ធសង្គម Facebook ចឹងតែទូរស័ព្ទគឺមិនឲ្យគាត់បញ្ចេញមតិពេលដែលគាត់ចង់បញ្ចេញមតិអញ្ចឹងដែលនៅក្នុងប្រទេសកម្ពុជាគឺបាត់សិទ្ធិមិនឲ្យចេញមតិបងស្រីគឺគាត់ចាប់ដាក់គុកឬក៏ទៅគាត់បាត់សិទ្ធិមិនឲ្យប្រជាពលរដ្ឋដែលនៅប្រទេសខ្មែរហ្នឹងចេញមតិគាត់ចាហ្នឹងហើយបងប្អូនប្រិមិត្តយើងបានឃើញស្រាប់ហើយនៅប្រទេសកម្ពុជារបស់យើងគ្រាន់តែមានការនិយាយតាមលោកហ៊ុនសែនក៏លោកហ៊ុនសែននិយាយអីក៏ខុសទេប៉ុន្តែគាត់និយាយតាមគឺខុសចឹងហើយថ្មីហ្នឹងក៏គាត់បានបញ្ចេញនៅសកម្មភាពពីការទុកលំបាកដែលគ្មានទីផ្សាររបស់គាត់ដែលគាត់បានភោគផលមកហើយដូចជារឿងមានអញ្ចឹងដូចជារឿងតង្ហែអញ្ចឹងហើយលោកហ៊ុនសែនក៏គាត់នឹងខំក្រសួងពាក់ព័ន្ធនឹងជួយរកទីផ្សារនឹងជួយទិញគាត់បានបាច់មកនឹងប្រទេសគាត់ចំណាយដើមទុនគាត់បានទៅខ្ចីធនាគារនិយាយទៅគឺមានការប្រើប្រាស់នៅដើមទុនរបស់គាត់ច្រើនអញ្ចឹងគាត់មានក្តីសង្ឃឹមគាត់អញ្ចឹងអារម្មណ៍គាត់ដូចថាអូគាត់ខំត្រៀមខ្លួនដើម្បីលក់ផលិតផលរបស់គាត់នឹងស្រាប់តែទីបញ្ចប់អត់លក់ទៅធ្វើឲ្យគាត់មានការខឹងសម្បាអញ្ចឹងបើគាត់មានការខឹងសម្បាអារម្មណ៍គាត់មានការមិនសប្បាយចិត្តប្រភេទគាត់បានបញ្ចេញក្នុងការបញ្ចេញមតិរបស់បណ្ដាញសង្គមឲ្យដឹងអញ្ចឹងគាត់តែការបញ្ចេញមតិហើយចាប់គាត់ឥឡូវនឹងមានការសម្រួលថាដូចជាឲ្យគាត់ចេញមកវិញក៏ប៉ុន្តែយើងគ្រាន់តែឃើញរឿងប៉ុណ្ណឹងក៏ចាប់ពលរដ្ឋតែយើងនេះដែលក្នុងនាមជាពលរដ្ឋតែយើងចង់បានសង្គមបែបហ្នឹងឬទេបងអូនស្រីបើគ្រាន់តែការនិយាយចាប់ដាក់គុកគ្រាន់តែការនិយាយដល់ដាក់ទោសដល់ទៅ10ខែប៉ុន្តែតើមានការអន្តរាគមន៍ប្រជាពលរដ្ឋតើមានការចូលរួមទៀមទាទៅឃើញមានការសម្របសម្រួលឲ្យគាត់អាចនៅក្រៅឃុំក្រៅបានអានឹងគឺជាការទៀមទានៅលើបណ្ដាញសង្គមគឺមានឥទ្ធិពលខ្លាំងមែនទែនអញ្ចឹងសម័យហ្នឹងគឺសម័យអ៊ីនធឺណិតគឺសម័យ
បណ្ដាញសង្គមមានរឿងអីគឺមិនអាចបិទបាំងចិត្តទេអញ្ចឹងគាត់ដឹកនាំនៅក្នុងប្រទេសរបស់យើងគាត់ខំបិទបាំងវាមិនអាចចិត្តទេព្រោះវាជាការពិតក៏ប៉ុន្តែក្នុងនាមតួនាទីជាអ្នកដឹកនាំក្នុងតួនាទីដែលជាអ្នកឪពុកម្ដាយរបស់គេណាទោះបីជាឃើញពលរដ្ឋនិយាយខុសបន្តិចបន្តួចតែជាការចូលទៅចាប់ទោធ្វើទុកបុកម្នេញទាំងវាជារឿងមួយដែលត្រឹមត្រូវដែរទេបងប្អូនសម្រាប់បងប្អូនយល់ឃើញយ៉ាងណាដែរក្នុងនាមជាអ្នកដឹកនាំហើយគ្រាន់តែនិយាយប៉ុណ្ណឹងហើយតាមពិតបើសិនជាឃើញខុសយើងដូចនៅប្រទេសជប៉ុនអញ្ចឹងបើសិនជាពលការបញ្ចេញមតិនិយាយឌីលអីទៅអីប្រើពាក្យមិនល្អទៅលើអ្នកដឹកនាំទេប៉ុន្តែគេអត់ដៃចាក់ប្រជាពលរដ្ឋគេទេព្រោះអីគេជាពលរដ្ឋគឺការចូលរួមមានខុសមានត្រូវមានចង់ឲ្យប្រជាពលរដ្ឋខ្មែរយើងគាត់មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិពេលដែលគាត់និយាយអីគឺគាត់មានសិទ្ធិធ្វើអ្វីៗគ្រប់យ៉ាងដែលនៅក្នុងប្រទេសកម្ពុជាយើងមិនមានការបិទសិទ្ធិគាត់ចង់ធ្វើអ្វីមួយអញ្ចឹងគឺបិទសិទ្ធិមិនឲ្យធ្វើដូចបងស្រីនិយាយមិញអញ្ចឹងគាត់ប្រជាពលរដ្ឋចង់ធ្វើអ្វីគឺគាត់ចាប់ដាក់ឃុំខាំងឬក៏ចាប់មិនឲ្យនិយាយពីបញ្ហាពិសិដ្ឋរបស់គាត់អញ្ចឹងណាបងស្រីចង់ឲ្យប្រជាពលរដ្ឋនឹងមានការចេញមតិទៅគឺផ្ដល់សិទ្ធិឲ្យគាត់មានសេរីភាពក្នុងការរស់នៅក្នុងការនិយាយបញ្ចេញមតិបងប្អូនមកនៅក្នុងប្រទេសជប៉ុនតែបងប្អូនបានទទួលនឹងសិទ្ធិអ្វីខ្លះក្នុងការដែលបងប្អូនរស់នៅក្នុងប្រទេសគេនិងក្នុងនាមបងប្អូនជាពលរដ្ឋដែលរស់នៅសុំសិទ្ធិរស់នៅក្នុងប្រទេសជប៉ុននឹងតែបងប្អូនមានការរើសអើងដែរទេឬក៏បងប្អូនមានការមើលងាយពីថ្នាក់ដឹកនាំឬក៏អាជ្ញាធរឬក៏អ្នកមានអំណាចឬក៏តកែឬក៏ជនជាតិជប៉ុនឬក៏ជនជាតិបរទេសផ្សេងៗនឹងតែការរំលោភលើសិទ្ធិនៅការធ្វើការងារឬក៏រស់នៅក្នុងសង្គមជប៉ុនតើបងប្អូនមានបញ្ហាអីឬក៏បានទទួលអ្វីដែលជាភាពស្មើគ្នាដល់សមស្របមួយដែរទេបងចារយៈពេលដែលខ្ញុំមករស់នៅប្រទេសជប៉ុនគឺរយៈពេល2ឆ្នាំជាងបងគឺអត់ដែលមានតកែជនជាតិជប៉ុនគឺគាត់ផ្ដល់សិទ្ធិសេរីភាពឲ្យស្មើគ្នាគាត់អត់មានការមើលងាយឬក៏រើសអើងគឺគាត់អត់មាននិយាយទៅគាត់ស្រឡាញ់គាត់ចូលចិត្តគាត់ផ្ដល់សិទ្ធិសេរីភាពឲ្យស្មើគ្នាគាត់ថាអ្នកតូចអ្នកធំឬក៏មេកូនចៅអញ្ចឹងគឺគាត់ផ្ដល់សិទ្ធិសេរីភាពឲ្យស្មើគ្នាតែម្ដងបងចានឹងហើយជាការពិតណាបងអូនស្រីសម្រាប់ខ្ញុំប្រធានក្រុមឬក៏ប្រធានក្រុមហ៊ុនយើងគឺគេឲ្យភាពឲ្យតម្លៃនៃការគោរពគឺថាមកជម្រាបសួរយើងដូចយើងនៅក្នុងចឹងគឺគេការគោរពសិទ្ធិយើងមែនទេគឺសិទ្ធិដែលគេមិនគិតថាគេជាតកែគេជាប្រធានគេជាអ្នកមានប៉ុន្តែនៅពេលដែលក្នុងការឲ្យសិទ្ធិក្នុងការធ្វើការងារគឺទទួលសិទ្ធិការងារដូចគ្នាគឺគោរពឲ្យតម្លៃគ្នាអញ្ចឹងគេប្រធានយើងមែនគេមកដល់គឺគេជម្រាបសួរយើងគេឲ្យក្បាលគោរពយើងអញ្ចឹងឃើញយើងការគឺថាធ្វើការងប់ខ្លួនចោលហ្មងខ្មែរយើងចាបងស្រីចាមានកម្លាំងចិត្តធ្វើការងប់ខ្លួនចោលព្រោះអីឃើញគំរូអញ្ចឹងឃើញគំរូទុនមានមនុស្សយើងល្អគ្រប់10ទេវាមានចំណុចល្អចំណុចមិនល្អប៉ុន្តែសិទ្ធិដែលគេទទួលបានគឺសិទ្ធិពីកំណើតគឺក្រមសីលធម៌មួយដែលធ្វើភាពទន់ភ្លន់ឲ្យយើងអញ្ចឹងខ្ញុំក៏សូមចូលទៅសិទ្ធិនៅក្នុងប្រទេសកម្ពុជារបស់យើងអញ្ចឹងដែរមើលថាដឹកនាំរបស់យើងនឹងគ្រាន់តែក្នុងការចូលរួមនិយាយទាមទារឲ្យមានការផ្លាស់ប្ដូរយើងមិនមែនថាចង់បានអ្នកនេះដឹកនាំអ្នកនោះដឹកនាំទេប៉ុន្តែយើងចង់ឲ្យអ្នកដឹកនាំរបស់យើងនឹងទទួលយកទៅជាយកបេះដូងយកចិត្តមកស្ដាប់អ្វីដែលជាពលរដ្ឋគឺជាកោសិកាមួយដែលជួយក្នុងការស្ថាបនាសង្គមគឺជួយជ្រោមជ្រែងដល់ជាតិដល់ប្រទេសជាតិទាំងអស់មិនមែនគ្រាន់តែអ្នកដឹកនាំម្នាក់នឹងធ្វើរឿងបានទាំងអស់តែឯងទេវាត្រូវទៅបកប្រឆាំងវាត្រូវតែមានអ្នកមតិផ្ទុយមិនមែនធ្វើអីតែឯកបៈអត់មានគំនិតថ្មីអត់មានឈាមថ្មីអត់មានអ្នកចូលរួមទេយើងបានឃើញស្រាប់ជាងហើយ30-40ឆ្នាំយើងឃើញថាតើអ្នកដឹកនាំរបស់យើងមានតែមួយអញ្ចឹងយើងមិនមែនថាគាត់មិនល្អទេគាត់ល្អហើយគាត់ដឹកនាំមកដល់ថ្ងៃនេះហើយយើងក៏មិនចង់មានពាក្យថាដល់ត្រៃស្រ័យគូដោយពាក្យក្នុងគណៈបក្សជនដោយក៏ CPP គាត់និយាយថាអ្នកគ្រប់គ្រងបងប្អូន CPP គាត់ក៏ជាពលរដ្ឋខ្មែរដូចគ្នាគាត់ក៏មានបេះដូងដែរគាត់ក៏ត្រូវការអ្វីដែលជាភាពរីកចម្រើនគាត់ក៏ចង់បានសេចក្តីសុខក្នុងគ្រួសាររស់នៅមានសុភមង្គលជួបជុំបងប្អូនគ្រួសារមិនបាញ់ចាំមកធ្វើការប្រត់ប្រាស់បែកបងប្អូនដូចប្អូនបែកក្រុមគ្រួសារបែកបងប្អូនអីមកអញ្ចឹងដែរដើម្បីអីដើម្បីជីវភាពយើងក៏ត្រូវការជីវភាពល្អចឹងបងប្អូន CPP ក៏គាត់ត្រូវការជីវភាពល្អប្រសើរដូចគ្នាប៉ុន្តែអ្វីដែលយើងមើលឃើញតើអ្នកដែលគ្រប់គ្រងអ្នកដែលខាងខ្លួនល្អ
អ្នកដែលនិយាយអ្នកដែលការពារខ្លួនអ្នកដែលត្រូវខ្លួនល្អអញ្ចឹងក្នុងនាមពលរដ្ឋដូចគ្នាដែលគាត់មិនបានគ្រប់គ្រងមិនបាននិយាយដែលគាត់គ្មានខ្នងគ្មានបាក់គ្មានពួកគ្មានការសោកប៉ាន់គ្មានអីហ្នឹងគាត់បានទទួលអត់មានទទួលសិទ្ធិដែលស្មើគ្នាក្នុងការចូលរួមការងារដូចជាការងាររាជការដូចជាការងាររដ្ឋបើសិនជាមានបាក់មានពួកឡើងធំបានគ្រប់គ្រងធំតែអត់មានគេចង់ទម្លាក់យើងមកផ្លេតហ្នឹងហើយដែលវាជារឿងមួយដែលឆៃអ្នកដែលរៀនចេះដឹងអញ្ចឹងដែរបើរៀនចេះដឹងមានសិទ្ធិមានបាក់មានពួកធ្វើការបានធំប៉ុន្តែសិទ្ធិគាត់ដែលខំរៀនសូត្រចេះដឹងនឹងអត់បានទទួលនៅការបញ្ចេញនៅសមត្ថភាពនៅអ្វីដែលគាត់បានក្រេបជញ្ជក់មកតែខ្ញុំឃើញអ្នកខ្លះរៀនមកដល់ប្រទេសក្រៅក៏ដោយអ្នកខ្លះរៀនដល់ចប់មានសញ្ញាបត្រដល់មហាវិទ្យាល័យដល់អីចប់ប៉ុន្តែអត់មានការងារមួយដែលសមរម្យធ្វើដែរក៏អត់មានអញ្ចឹងយើងអត់ចង់ឲ្យមានការធ្វើការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងកោសិកាសង្គមនៅក្នុងសិទ្ធិនឹងទទួលបានអត់ស្មើគ្នាមានការរើសអើងអញ្ចឹងសិទ្ធិពលរដ្ឋនឹងគឺមានសិទ្ធិក្នុងការសិទ្ធិអប់រំសិទ្ធិនិយាយស្ដីសិទ្ធិចូលរួមស្ថាបនាសង្គមចាចូលរួមនិយាយបើសិនឃើញខុសឃើញឆ្គងយើងណែនាំគ្នាមិនត្រូវចាក់ពលរដ្ឋខ្លួនដាក់ធ្វើយកដាក់គុកយកដាក់គុកដាក់ច្បាប់ឲ្យកាត់ទោសដល់អ្នកខ្លះ10ខែអ្នកខ្លះ1ឆ្នាំអ្នកខ្លះ20ខែអីណាទៅ2ឆ្នាំ3ឆ្នាំយើងទៅព្រោះអីយើងត្រូវការឲ្យពលរដ្ឋក៏គោរពច្បាប់អ្នកដឹកនាំគោរពច្បាប់អ្នកក្រសួងពាក់ព័ន្ធណាមួយក៏គោរពច្បាប់ដូចគ្នាអញ្ចឹងយើងចង់ចូលមកនិយាយថាសិទ្ធិជាទូទៅអញ្ចឹងសិទ្ធិជាទូទៅហើយនឹងសិទ្ធិមួយទៀតគឺសិទ្ធិពីកំណើតនឹងហើយមួយទៀតសិទ្ធិរបស់រដ្ឋអញ្ចឹងសិទ្ធិរបស់រដ្ឋគឺការគោរពច្បាប់អញ្ចឹងច្បាប់រដ្ឋធម្មនុញ្ញបានចែងមកថាពលរដ្ឋបានទទួលមិនមែនថាអូយើងសិទ្ធិឲ្យចេះតែធ្វើអីតាមអំពើចិត្តទេយើងមានសិទ្ធិពីកំណត់គឺសិទ្ធិទូទៅក្នុងការធ្វើការងារសង្គមក្នុងការបញ្ចេញមតិក្នុងការរស់នៅក្នុងការទទួលនៅការអប់រំប៉ុន្តែសិទ្ធិមួយទៀតហ្នឹងគឺសិទ្ធិរបស់រដ្ឋគឺមានសិទ្ធិគឺការបង្កើតច្បាប់ឲ្យពលរដ្ឋនឹងគោរពនៅអ្វីដែលក្រោមលក្ខខណ្ឌមួយអ្វីដែលក្រោមលំងមួយអ្វីដែលក្រោមការដឹកនាំរបស់រដ្ឋហើយរដ្ឋក៏ត្រូវគោរពពលរដ្ឋត្រូវគោរពរដ្ឋអញ្ចឹងការមានការស្មើគ្នាប៉ុន្តែបងអូនមើលកលេចមើលឃើញថាតើការគោរពសិទ្ធិរដ្ឋដែលបានចែងក្នុងរដ្ឋធម្មនុញ្ញរដ្ឋដែលបានចែងឲ្យពលរដ្ឋបានគោរពទទួលសិទ្ធិស្មើគ្នាអញ្ចឹងមិនថាអ្នកតូចអ្នកធំណាទេគឺត្រូវគោរពច្បាប់ដូចគ្នាទទួលទោសក៏ដូចគ្នាតែយើងក៏លេចមើលឃើញថាស្រុកខ្មែរយើងបច្ចុប្បន្នហ្នឹងណាអ្នកដែលគាត់បង្កើតច្បាប់មកគឺដូរមួយផ្លេតហ្មងគឺថាច្បាប់បំរើមិនមែនច្បាប់បំរើឲ្យពលរដ្ឋទេច្បាប់នឹងតុលាការបំរើឲ្យបាក់បំរើឲ្យបុគ្គលហ្នឹងហើយអញ្ចឹងបងអូនឃើញតែក្នុងសង្គមរបស់យើងនឹងមានការបម្រើបែបណាខ្លះដែរនៅក្នុងប្រទេសកម្ពុជាយើងនឹងគឺមានភាពអយុត្តិធម៌បែបណាដែរចំពោះទៅលើរដ្ឋនៅលើសិទ្ធិរបស់រដ្ឋដែលបានបង្កើតច្បាប់ឲ្យទៅនេះបងអូនមើលតលេខមើលឃើញថាសង្គមយើងនឹងទទួលរងនៅអ្វីខ្លះដែរចំពោះរដ្ឋសិទ្ធិរបស់រដ្ឋនិងសិទ្ធិរបស់ពលរដ្ឋនឹងចា៎ខ្ញុំមើលឃើញប្រជាពលរដ្ឋនៅប្រទេសកម្ពុជាយើងរាល់ថ្ងៃបងគាត់មានច្បាប់ក៏ប៉ុន្តែច្បាប់គាត់គឺមិនផ្ដល់ឲ្យប្រជាពលរដ្ឋដែលក្រីក្រទេគឺគាត់មានច្បាប់គឺគាត់ជួយតែអ្នកដែលមានជាន់ខ្ពស់បងនិយាយថាអ្នកដែលធ្វើការធំគឺនិយាយទៅគឺបាក់ពួកគាត់ដែលគាត់ផ្ដល់ធ្វើអីក៏តែបើប្រជាពលរដ្ឋមិនខុសបែរជាឲ្យខុសទៅវិញចាហ្នឹងហើយចំណុចដែលបងអូនបានលើកឡើងថាអ្នកធំធ្វើខុសមិនបានខុសដូចអ្វីដែលខ្ញុំមើលឃើញថាអ្នកធំកាប់ឈើអញ្ចឹងទៅមានអ្នកធំកាប់គឺបានទាំងឡានអញ្ចឹងណាគឺអត់មានអ្នកណាចាក់តួអូបៃទេអានឹងយើងឃើញយើងយោងទៅលើការរបស់ Facebook ដែលបានផ្សព្វផ្សាយចេញមករបស់អាស៊ីសេរីក៏ដោយរបស់ VOA ក៏តែតែតែឃើញផ្សព្វផ្សាយយើងមើលទៅលើបណ្ដាញសង្គមបើរាល់យើងជាបណ្ដាញរបស់សង្គមវាមានន័យថាมันអាចលាក់បាំងបានទេរឿងអីគឺចេញមកអញ្ចឹងមិនថាឃើញអ្វីដែលចេញជាចំហហ្នឹងយើងចង់បានសិទ្ធិដែលជាប្រជាធិបតេយ្យសិទ្ធិដែលមានលទ្ធិសិទ្ធិដែលមានលទ្ធិជាប្រជាធិបតេយ្យគឺសិទ្ធិក្នុងការអត់មានការបិទបាំងអត់មានការរារាំងអត់មានការបិទគប់អីទេគឺមានការជាចំហមានការចូលរួមមានការទទួលនៅអ្វីដែលជាការពារនៅសុវត្ថិភាពនៅសុខភាពនៅអ្វីដែលជាការទទួលបាននៅដូចថា
ក្នុងលក្ខណៈមួយដែលយើងអាចទទួលយកបានក្នុងលក្ខខណ្ឌមួយដែលកម្រិតមកដែលច្បាប់ដែលរដ្ឋដែលកម្រិតឲ្យដែរហ្នឹងហើយប៉ុន្តែយើងបងប្អូនលើកឡើងមកអញ្ចឹងអ្នកខុសបើទៅហេតុអីបានទទួលខុសហេតុអីបានត្រូវទទួលទោសគាត់អាចទៅដូចឧទាហរណ៍ថាអ្នកធំគាត់កាត់ឈើគាត់ដឹកកន្លានអត់មានទោសអត់ឃើញចាក់បានទេតែដល់ពេលចាក់បានអ្នកដឹកកង់ដឹករទេះមកចាហ្នឹងហើយបងហ្នឹងហើយផាកយកលុយគាត់ខ្ញុំឃើញគងបណ្ដាញព័ត៌មានបណ្ដាញ Facebook បងប្អូនអាចផ្សាយអាច share អាចមើលអាចដល់បើសិនជាអ្នកតាមដានគាត់នឹងដឹងរឿងហ្នឹងប៉ុន្តែបើអ្នកមិនតាមដានបងប្អូនសង្គមញុះញង់ហេតុអីអ្នកឯងនឹងចេះតែនិយាយអត់មានអំណាងប៉ុន្តែបើសិនជាបងប្អូនបានតាមដានរឿងនៅក្នុងព័ត៌មាននៅស្រុកខ្មែរហើយបានស្ដាប់អ្នកដែលគាត់រងគ្រោះផ្ទាល់នឹងបានឃើញអ្នករងគ្រោះផ្ទាល់នឹងគឺបងប្អូនបានដឹងអញ្ចឹងមួយចំនួនគេមើលឃើញតែអ្វីដែលជាសុខដែលអ្វីដែលថាជាល្អអ្វីដែលជាបានផលយើងមិនមែនរីកយើងមិនមែនមិនទទួលនៅអ្វីចំណុចល្អទេចំណុចល្អរបស់អ្នកដឹកនាំក៏មានចំណុចល្អរបស់ពលរដ្ឋខ្មែរដែលខំចូលរួមធ្វើការងារសង្គមការពារព្រៃឈើធនធានបរិស្ថានมันបានត្រូវទទួលនៅការគាំពៀទៅចាក់ទោសអូប៉ីគាត់នឹងហើយដែលយើងឃើញថាហេតុអីបានជាធ្លាក់ទៅលើគាត់ឲ្យទោសឲ្យកំហុសទៅលើគាត់ដែលគាត់ខំនិយាយការពារប្រយោជន៍ទេជាតិទៅវិញទៅជាចាប់គាត់ដោយយុវជនខ្មែរថាវរៈដោយយុវជនមេដាធម្មជាតិដោយលោករងឈុនដែលខំនិយាយរួមហេតុអីបានទៅចាប់អញ្ចឹងយើងក៏ដេកមើលជប៉ុនបើសិនជាអ្នកធ្វើការងារអញ្ចឹងតែទទួលឃើញទទួលទោសដែរអត់អូនឃើញមានបញ្ហានឹងរឿងគឺអត់មានទេបងគឺជាពលរដ្ឋជប៉ុនគឺគេលើកតម្កើងប្រជាជនគេផ្ដល់សិទ្ធិគឺខុសគេកែដូចថាគេកែតម្រូវគេមិនមែនយកចាប់កំហុសយកទៅដាក់គុកឬក៏ធ្វើបាបអីចឹងដូចនៅប្រទេសខ្មែរយើងទេចាហ្នឹងយើងក៏លេចមើលឃើញជាក់ស្ដែងដោយលោករដ្ឋមន្ត្រីថ្ងៃមុនហ្នឹងលោកស៊ឺកាឥឡូវគាត់កំពុងតែជារដ្ឋមន្ត្រីដឹកនាំនៅក្នុងប្រទេសជប៉ុនហ្នឹងណាក្នុងការចូលរួមក្នុងកម្មវិធីនៅខេត្តហីរ៉ូស៊ីម៉ានេះមានកម្មវិធីជួបជុំធ្វើកម្មវិធីអីមួយនៅខេត្តហីរ៉ូស៊ីម៉ាហ្នឹងគាត់ទៅយឺតតែ1នាទីទេអូនប៉ុន្តែគាត់ទៅដល់កន្លែងកម្មវិធីហ្នឹងហើយប៉ុន្តែគាត់យឺតតែ1នាទីទេដោយសារការរៀបចំហ្នឹងមានដោយអត់ដំណើរការមិនទេវាធ្វើឲ្យព័ត៌មាននឹងចេញមកថាក្នុងនាមជាអ្នកដឹកនាំយឺតក៏មិនលើកលែងហ្មងគឺធ្វើការរីកគុណគាត់ខ្លាំងមែនទែនលើសារព័ត៌មានហើយរហូតខ្ញុំឃើញចំណុចហ្នឹងថាគ្រាន់តែ1នាទីសោះហ្នឹងហេតុអីក៏រីកគុណគាត់សារព័ត៌មានចេញមកកញ្ចក់ទូរទស្សន៍ថ្ងៃហ្នឹងខ្ញុំមើលទូរទស្សន៍ខ្ញុំឃើញទូរទស្សន៍ផ្សាយថាតែប៉ុណ្្នឹងទេមើលអាណិតគាត់លោកអើយហើយចាស់ផងហើយធ្វើដំណើរឆ្ងាយផងហើយមួយថ្ងៃមុនហ្នឹងគាត់ត្រូវធ្វើកម្មវិធីសិភោតបើកកីឡាអូឡ িম্প ិកផងហើយគាត់តែឲ្យគាត់1នាទីហើយតាមពិតគាត់ទៅដល់ទីតាំងហើយគាត់ចេញមុខយឺតបន្តិចហ្នឹងមានការរីកមកចំណុចហ្នឹងគាត់សុំទោសគាត់អោនក្បាលសុំទោសហើយសុំទោសទៀតប៉ុន្តែយើងឃើញអ្នកដឹកនាំរបស់យើងនោះតែធ្វើជាគំរូក្នុងការបញ្ចេញក្នុងការប្រើសិទ្ធិហ្នឹងតាមផងនោះយើងចង់ឲ្យគាត់នឹងទទួលគោរពនៅសិទ្ធិដែលជាម្ចាស់ប្រទេសជាម្ចាស់ស្លឹកឆ្នោតដែលគាត់ដឹកនាំថ្នាក់ដឹកនាំនោះធ្វើការបម្រើឲ្យពលរដ្ឋហ្នឹងជាអ្នកមើលជាអ្នកនិយាយជាអ្នកជាកញ្ចក់ជាអ្នកប្រាប់គាត់អញ្ចឹងគាត់ត្រូវតែមានសិទ្ធិក្នុងការមកថាពលរដ្ឋនិយាយមកនឹងទទួលយកបានទទួលយកមិនបានអញ្ចឹងគាត់អាចមានសិទ្ធិក្នុងការនិយាយក្នុងការកែតម្រូវគាត់មិនត្រូវការយកមកចាក់ទោសអូប៉ីទេហើយម្យ៉ាងពលរដ្ឋយើងត្រូវតែមានទូនីតិត្រូវមានសិទ្ធិជាម្ចាស់ប្រទេសមិនត្រូវឲ្យអ្នកដែលដឹកនាំនឹងធ្វើជាម្ចាស់យើងទេគឺយើងត្រូវមានការចូលរួមនិយាយអញ្ចឹងបងប្អូននិយាយថាមើលមកខ្ញុំនឹងចេះតែអីចេះធ្វើអីដែរចេះនិយាយដែរជួយអីបានដែរប៉ុន្តែយើងចូលរួមនឹងគឺចង់ឲ្យបងប្អូននឹងធ្វើការចូលរួមក្នុងការចិត្តយើងទាំងអស់គ្នាក្នុងការនិយាយចំណេះចេះដឹងច្រើនជាងខ្ញុំច្រើនជាងបងអូនស្រីទៀតប៉ុន្តែយើងគួរតែមកនិយាយថាចេះតែនិយាយកោកអីបានប្រយោជន៍អីដោយសារតែយើងអត់និយាយដោយសារយើងអត់ធ្វើនឹងឯងធ្វើឲ្យអ្នកដឹកនាំនឹងចេះតែមានធ្វើអ្វីតាមអំពើចិត្តមើលអ្នកដឹកនាំគ្រាន់តែ1នាទីមានមតិចូលរួមនិយាយធ្វើឲ្យអ្នកដឹកនាំនឹងគឺថាมันអាចសាំងកំហុសរហូតដល់10នាទីបានទេគឺតែទីទេគាត់មានគឺមានការរីកគុណគាត់មកសុំទោសគាត់មកនិយាយលើកហេតុផលពីអាការយឺតយ៉ាវរបស់គាត់នឹងហើយដូច
ត្រីមុនលោករដ្ឋមន្ត្រីស៊ឺកនហ្នឹងលោកស៊ីនសូអាបេនឹងអញ្ចឹងដែរគាត់គ្រាន់សុខភាពគាត់បន្តិចបន្តួចហ្នឹងក៏គាត់ចេញមកថាគាត់មិនអាចធ្វើការងារទេខ្លាចឆ្លោះធ្វើក្នុងការដឹកនាំណាមួយអញ្ចឹងគាត់សុំតំណែងនឹងដើម្បីឲ្យអ្នកថ្មីអញ្ចឹងយើងមិនមែនចេះតែរិះគន់យើងជាពលរដ្ឋមិនចេះចង់បានធ្វើអ្វីតាមអំពើចិត្តទេតែយើងចង់ឲ្យអ្នកដឹកនាំមួយដែលក្នុងនាមជាអ្នកដឹកនាំទៅតាមកន្លងប្រជាធិបតេយ្យដែលមិនមែនគឺទុកអូសបីប្រជាពលរដ្ឋដូចសពថ្ងៃហ្នឹងគ្រាន់តែរួមនិយាយគ្រាន់តែការទៀមទាគ្រាន់តែការធ្វើអីឲ្យមានការផ្លាស់ប្ដូរក៏មិនបានទេយើងការផ្លាស់ប្ដូរតាមការដឹកនាំប្រជាធិបតេយ្យយើងមិនមែនថាអូលោកហ៊ុនសែនគាត់អាក្រក់គាត់ចេះគាត់ចុះទេប៉ុន្តែយើងឃើញប្រទេសគេជិតខាងមានការផ្លាស់ប្ដូរមានការអ្នកដឹកនាំមានការចូលរួមមានការជួយស្ថាបនាគ្នាមានការជួយទៀមទាមតិរបស់ទៀមទាមតិគ្មានការលើកដំកើងដោយបងអូននិយាយខុសក៏ដោយបងក៏មិនអូសបីបងអូនប្រាប់បងអូនទៅបើមិនសិនតែបងខ្ញុំបងប្អូនណាគាត់អាច comment ចូលមកតែនេះបងអូនគួរតែនិយាយចំណុចនេះជួយណែនាំប្រាប់គ្នាយើងជៀសវាងនៅការប្រាប់ពីអសរោះអញ្ចឹងយើងត្រូវស្គាល់ថាអ្វីជាសិទ្ធិរបស់យើងសិទ្ធិការរស់រានមានជីវិតសិទ្ធិក្នុងការទទួលការអប់រំសិទ្ធិក្នុងការទទួលបាននៅការពារនៅសុខសន្តិភាពមួយដែលថាមានសុខភាពមាំមួនមានចំណីអាហារល្អមានទទួលនៅការចិញ្ចឹមនៅសរីរាង្គកាយរបស់យើងដែលជាពលរដ្ឋដែលជាទំពាំងដែលជាការស្ថាបនាប្រទេសជាតិនឹងគឺត្រូវការឲ្យពលរដ្ឋនឹងមានការដែលអប់រំខ្ពស់បើពលរដ្ឋយើងពលរដ្ឋអត់មានការគ្រប់គ្រងឲ្យពលរដ្ឋមានអ្វីដែលថាជាការអប់រំខ្ពស់មានធនធានដែលល្អដុសចេញមកទេតើសង្គមយើងនឹងវាទៅបែបណាដូចក្នុងករណីកូវីដចឹងបងមើលបានតែរៀនបានតែសូត្របិទសាលាបិទអីអញ្ចឹងតើអនាគតប្រទេសយើងក្នុងការស្ថាបនាឲ្យមានភាពចេះដឹងឲ្យមានភាពក្នុងការចូលរួមទៀមទាមតិទៀមទាក្នុងការចូលរួមបញ្ចេញមតិក្នុងការប្រើសិទ្ធិខ្លួនឯងមិនស្គាល់តែមិនស្គាល់ថាសិទ្ធិខ្លួនឯងនឹងអាចនិយាយអីបានផងសិទ្ធិខ្លួនឯងនឹងទេចង់ពួនចង់ធ្វើអីបានជាសិទ្ធិរស់នៅជាសិទ្ធិទូទៅប៉ុន្តែសិទ្ធិដែលគោរពច្បាប់ហ្នឹងគឺរដ្ឋក៏ត្រូវតែគោរពពលរដ្ឋក៏ត្រូវគោរពឥឡូវឃើញតែឲ្យពលរដ្ឋគោរពរឿងស្អីពលរដ្ឋគោរពប៉ុន្តែរដ្ឋអត់មានគោរពច្បាប់នឹងឲ្យពលរដ្ឋមើលជាគឺខ្លួនឯងត្រូវតែហើយលោកហ៊ុនសែនធ្វើអីខុសក៏ដែរលោកហ៊ុនសែននិយាយថាខ្លួនឯងខុសលោកហ៊ុននិយាយថាអ្នកណាកុំពាក់ម៉ាស់ក្នុងនាមប្រើភាសានឹងក៏វាមិនត្រូវទេក្នុងនាមជាទូអ្នកដឹកនាំណាស្រុកខ្មែរតតែមាន31កុម្ភៈបាទមានកូវីដលោកហ៊ុនសែននិយាយអីក៏អត់មានខុសប៉ុន្តែពលរដ្ឋនិយាយខុសចាប់គ្នាដាក់គុកចាអសិទ្ធនឹងតើយើងត្រូវតែយើងចង់បានសង្គមយើងប្រទេសយើងនឹងជាអញ្ចឹងអត់យើងមិនមែនថាប្រទេសយើងនឹងបានប៉ុណ្ណឹងហើយចង់បានប៉ុណ្ណាទៀតទេក៏ប៉ុន្តែយើងឃើញជាក់ស្ដែងគ្រាន់តែនឹងមិនបានចាប់ដាក់គុកនឹងប៉ុន្តែអ្នកដែលដឹកនាំជាមេគេនិយាយអីក៏ត្រូវខុសនិយាយអីអត់ខុសហ្មងត្រូវរហូតយើងពលរដ្ឋដែលចូលរួមក្នុងការនិយាយស្ថាបនាចង់និយាយពីរឿងទុកកង្វល់ខ្លួនឯងថាឥឡូវខ្ញុំអត់មានលុយអត់មានលុយបង់ធនាគារទេឥឡូវខ្ញុំអត់មានការងារធ្វើទេណាឥឡូវរបរទេសេដ្ឋកិច្ចខ្ញុំធ្លាក់ចុះឥឡូវខ្ញុំដាំដុះអត់មានទីផ្សារត្រូវការនិយាយត្រូវការឲ្យអ្នកដឹកនាំជួយរកដំណោះស្រាយប៉ុន្តែដល់ពេលគាត់និយាយមិនបានអញ្ចឹងចាប់គាត់ដាក់គុកអញ្ចឹងតើយើងត្រូវបានសង្គមបែបម៉េចសង្គមយើងបែបម៉េចឥឡូវអូនជាពលរដ្ឋដូចថាជាយុវជនហើយចង់ចូលរួមបញ្ចេញមតិជាលើកទី1របស់បងអូនក៏សូមសរសើរនៃការក្លាហានទោះបីជានិយាយខុសនិយាយត្រូវតិចក្តីច្រើនក្តីអានឹងគឺជាការចូលរួមគ្នាជាសិទ្ធិយើងជាសិទ្ធិរបស់បងអូនក្នុងការចង់ចូលរួមទោះបីជាបងអូនមិនបានបោះក្បាយដូចជាអ្នកសិស្សនិស្សិតបញ្ញវន្តដែលគាត់ចេះគឺសិទ្ធិពលរដ្ឋម្នាក់ក្នុងការចង់បញ្ចេញមតិអញ្ចឹងបងអូនអាចមានអ្វីក្នុងការចូលរួមប្រៀបធៀបឬក៏លើកពីប្រទេសជប៉ុននិងលើកប្រទេសខ្មែរដើម្បីឲ្យបងប្អូនយើងបានឃើញហើយបានយល់ដឹងហើយនឹងជាគំរូទៅដល់ពួកគាត់ដែរចាខ្ញុំនៅប្រទេសជប៉ុនរាល់ថ្ងៃគឺខ្ញុំឃើញតែខ្ញុំធ្វើការរាល់ថ្ងៃគឺនៅកន្លែងធ្វើការខ្ញុំមានមេខ្ញុំគាត់ជាជនជាតិជប៉ុនចាគាត់ជាជនជាតិជប៉ុនតែគាត់ផ្ដល់សិទ្ធិដូចខ្ញុំអញ្ចឹងខ្ញុំមកធ្វើការខ្ញុំជាកូនចៅគាត់អញ្ចឹងគាត់ផ្ដល់សិទ្ធិសេរីភាពឲ្យខ្ញុំគឺក្នុងការធ្វើការពេលដែលខ្ញុំធ្វើអ្វីមួយដូចខ្ញុំធ្វើអីឲ្យគាត់អីអញ្ចឹងណាបងគឺគាត់មកអោនដូចថាគាត់ការរបស់ធ្ងន់ហើយគាត់លើកទៅអញ្ចឹងគាត់រត់ទៅដល់ឆ្ងាយហើយគាត់យកទុកហើយគាត់ត្រឡប់វិញបងគាត់ស្ពះខ្ញុំនឹងចង់ដល់ដីគាត់ថាអរគុណគាត់រត់ទៅខ្ញុំពេលខ្ញុំឃើញសកម្មភាពអញ្ចឹងខ្ញុំរំភើបខ្លាំងឃើញគាត់ដូចថាគាត់ជាមេយើងបើនិយាយទៅប្រៀបធៀប
បើទៅនៅខ្មែរយើងវិញគឺអត់មានអញ្ចឹងតែខ្ញុំឃើញគាត់ជាជនជាតិជប៉ុនហើយគាត់និយាយថាគាត់ផ្ដល់សិទ្ធិសេរីភាពគាត់អត់មានកម្មថាគាត់ជាមេខ្ញុំជាកូនចៅគឺអត់ទេគឺគាត់មានសិទ្ធិស្មើគ្នាចាគឺខ្ញុំចង់ឲ្យខាងជាពលរដ្ឋខ្មែរយើងគឺផ្ដល់សិទ្ធិសេរីភាពស្មើគ្នាគឺឲ្យគ្រប់គ្នាទៅវិញទៅមកមិនមែនចាំតែអ្នកតូចគ្រប់អ្នកធំគឺអត់គ្រប់អ្នកតូចអីចឹងឯងតែដូចនៅប្រទេសគេគឺប្រទេសគេមិនគិតថាគាត់ជាអ្នកធំជាតកាយគឺគាត់ផ្ដល់សិទ្ធិសេរីភាពគឺគាត់គឺស្មើគ្នាទាំងអស់ចាហ្នឹងហើយអរគុណបងអញ្ចឹងមិនថារបស់យើងមានមាត់យើងត្រូវនិយាយយើងមានផ្នែកមានដង្ហើមយើងត្រូវដកមានតិចយើងត្រូវស្ដាប់យើងត្រូវដឹងយើងត្រូវគិតពិចារណាមើលថាតើក្នុងនាមយើងប្រទេសយើងរាល់ថ្ងៃនឹងតើសិទ្ធិមានការរំលោភសិទ្ធិប៉ុណ្ណាប្រទេសយើងគឺជាធិបតេយ្យគឺជាប្រទេសមិនមែនជាប្រទេសដឹកនាំដោយសង្គមនិយមទេគឺប្រទេសប្រជាធិបតេយ្យគឺប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យអញ្ចឹងប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យប្រទេសដែលដើរមកតាមគោលការណ៍ប្រជាធិបតេយ្យប៉ុន្តែនៅពេលដែលការចូលរួមធ្វើសកម្មភាពអីមួយតែតែមានការបិទរារាំងមិនឲ្យមានការចូលរួមឥឡូវដូចជាយើងចូលនិយាយអញ្ចឹងវាអ្នកខ្លះគេថាយើងនឹងនៅស្រុកក្រៅបានជួយអីមកនិយាយនឹងនេះជាសិទ្ធិមួយចូលរួមក្នុងការស្ថាបនាដែរបងទៅក្នុងប្រទេសកម្ពុជាឬក៏បងប្អូនរបស់ឬក៏បងប្អូន CPP ខ្ញុំមិនមែនប្រកាន់នៅនីការណាឬក៏នយោបាយឬក៏គណៈបកណាទេប៉ុន្តែយើងត្រូវនៅធ្វើដូចបងប្អូនក្នុងនាមពលរដ្ឋយើងឲ្យឱកាសពលរដ្ឋក្នុងការចូលរួមក្នុងការធ្វើសកម្មភាពមិនថាគាត់និយាយបានតិចបានច្រើនមានសមត្ថភាពតិចឬច្រើនអញ្ចឹងយើងត្រូវទៅចូលរួមរកដំណោះស្រាយមួយគ្នាក្នុងការបញ្ចេញមតិក្នុងការបញ្ចេញក្នុងការទៀមទាឥឡូវខ្ញុំលើកឧទាហរណ៍មួយក្នុងដូចជាស្ត្រីថ្ងៃសុខរាល់ថ្ងៃសុខគាត់បានតស៊ូក្នុងការបញ្ចេញមតិទៀមទាដើម្បីឲ្យដោះលែងក្រុមគ្រួសាររបស់គាត់ប្តីរបស់គាត់ឪពុករបស់គាត់ម្ដាយរបស់គាត់គាត់គិតថាការដឹកនាំនឹងការចាប់នឹងវាជារឿងអយុត្តិធម៌មួយដែលជារឿងដែលគៀបនៅយករឿងនយោបាយមួយដាក់នយោបាយថាជារឿងនយោបាយមិនមែនជាការដែលថាពលរដ្ឋអីចូលរួមនិយាយទៅខុសច្បាប់ខុសទម្លាប់វាអត់មានច្បាប់ណាដែលមកធ្វើអញ្ចឹងទេបើយើងមិនគិតឃើញយើងក៏លេចមើលទៅក្នុងប្រទេសសម័យហ្នឹងហើយប្រទេសយើងឃើញប្រទេសយើងគឺជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យទៀតហើយការចូលរួមទាមទារការស្នើសុំនឹងវាជារឿងមួយដែលយើងក្នុងនាមជាពលរដ្ឋអត់មានអាវុធអត់មានអំណាចអត់មានអ្វីដែលតតាំងទៅគឺមានតែការចូលរួមស្នើសុំតាមរយៈការបញ្ចេញមតិហ្នឹងអញ្ចឹងបើការបញ្ចេញមតិរបស់គាត់បានទេហើយរាល់ថ្ងៃសុខនឹងគាត់មានគម្រោងមានគំនិតបែបណាយើងធ្វើតែសិទ្ធិរបស់ពលរដ្ឋក្នុងការទាមទារនឹងយើងមានគំនិតប៉ុណ្ណាហើយយើងមានការរឹតបន្តឹងប៉ុណ្ណាប្រាជ្ញាធោ10 20 30នាក់ហើយគ្នាគាត់ទៅ4 5នាក់ឬ4 10នាក់ទេមករោមគាត់ល្ងិតឈឹងចាប់ពីមុខចាប់ពីតែនឹងជាមុខមាត់របស់ប្រទេសយើងឬអត់តែវាជាកិត្តិយសខ្ញុំគិតថាធ្វើបែបហ្នឹងវាមិនមែនជាការគោរពសិទ្ធិដែលឲ្យតម្លៃទៅលើពលរដ្ឋខ្លួនទេគឺជាការអមុខមាត់របស់អ្នកដឹកនាំគឺអ្នកណាលោកហ៊ុនសែនគាត់ជាអ្នកដឹកនាំចាលោកគឺជាខ្ញុំគិតថាវាប្រៀបបានទៅជាឪពុករបស់ខ្ញុំអាយុស្មើនឹងលោកតារបស់ខ្ញុំគោរពគាត់ដែលបានឃើញបន្លឺថ្ងៃមុនខ្ញុំក៏ប៉ុន្តែបណ្ដាប់ដៃគឺនៅលើគាត់ច្បាប់ដែលគាត់កាន់នៅលើគាត់កូនសោនៅលើគាត់អញ្ចឹងគាត់សុំមើលឃើញថាពលរដ្ឋប្រមាណអ្នកស្ត្រីប្រមាណអ្នកនឹងគាត់មានកម្លាំងអីទេទុនខ្សោយណាស់ហើយកុំធ្វើគាត់អញ្ចឹងឲ្យសិទ្ធិសេរីគាត់ក្នុងការទាមទារមតិក្នុងការចូលរួមហើយខ្ញុំសូមផ្ដាំផ្ញើទៅបងប្អូននៅស្រុកខ្មែរផងដែរបងប្អូនឃើញថារឿងនឹងវាជារឿងអយុត្តិធម៌ហេតុអីបងប្អូនអានមន្ត្រីមកជួយគ្នាបងប្អូនថាមិនហ៊ានទេគេចាប់មិនហ៊ានទេគេបាញ់មិនហ៊ានទេគេសម្លាប់តែបើបងប្អូនមកដល់តែគ្នាច្រើនបងប្អូនបញ្ចេញសិទ្ធថាសិទ្ធនឹងជារឿងហើយបងប្អូនចេញមកថាស្ត្រីថ្ងៃសុខគាត់ធ្វើនឹងត្រឹមត្រូវរឿងអយុត្តិធម៌គ្រួសារគាត់ក៏ដូចគ្រួសារខ្ញុំបើសិនជាធ្លាក់មកលើគ្រួសារខ្ញុំយ៉ាងម៉េចបងប្អូនគិតថាយកទៅសក់ខ្លួនឯងទៅរឿងរបស់គេឯងសក់ណាក្បាលហ្នឹងជាបរិបទប្រទេសយើងគិតថាដោយសារសក់ណាក្បាលហ្នឹងឯងបានជាសង្គមយើងទៅជាសង្គមមួយដែលមានអំពើពុករលួយសង្គមមួយបតៃអ្នកគឺអ្នកមានអំណាចគឺឈ្នះអ្នកក្រគឺចាញ់អ្នកទន់ខ្សោយគឺអត់បានទទួលការគោរពអញ្ចឹងហើយដែលយើងឃើញសង្គមបែបហ្នឹងហើយបានយើងចូលមកនិយាយចេញមកនិយាយ
ហើយយើងមិននិយាយនឹងមិននិយាយថាអូធ្វើនឹងបំបាក់មុខបំបាក់មាត់ប្រទេសជាតិខ្លួនទេមិនមែនទេគឺយើងចង់ឲ្យប្រទេសជាតិខ្លួនមានការកែប្រែមានការកែតម្រូវព្រោះការទៅធ្វើបាបស្ត្រីថ្ងៃសុខប្រទេសពីមុខពីក្រោយនឹងសារព័ត៌មានចេញឥឡូវសារព័ត៌មានចេញគាត់បិទសារព័ត៌មាននឹងទៀតណាឥឡូវអ្នកណាហ៊ានបង្ហោះអ្នកណាហ៊ានអីចឹងតាមដានរោមើលទៀតរឿងដីធ្លីអ្នកណាហ៊ាននិយាយហ៊ានបង្ហោះរឿងដីធ្លីបង្កើតទៅបិទសិទ្ធិនឹងទៀតអានេះគឺការរំលោភសិទ្ធិអញ្ចឹងនឹងហើយបើនាំប្រទេសមួយគ្រាន់តែរឿងធ្វើប៉ុណ្ណឹងបាត់សិទ្ធគាត់វាអត់ជាមុខមាត់ទេមុខមាត់របស់គាត់មុខមាត់របស់ប្រទេសយើងគឺល្អគឺប្រទេសយើងទុកទៅពេញអញ្ចឹងវាអត់ជាមុខមាត់ទេវាជាការបំបាក់មុខរបស់អ្នកដឹកនាំយើងវិញទេអញ្ចឹងសូមនោមពោឲ្យប្រទេសយើងឲ្យអ្នកដឹកនាំរបស់យើងនឹងកុំធ្វើរឿងអញ្ចឹងទៀតសម្រួលគ្នាឲ្យមានការបញ្ចេញមតិឲ្យគាត់គួរតែយកមកគិតយកបេះដូងយកទៅជាយកការគិតថាជាការបញ្ចេញមតិនឹងហើយបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាក៏អញ្ចឹងកុំគិតថាមិនមែនរឿងរបស់ខ្លួនបើរឿងក្នុងមួយករណីបើយើងមិនព្យាបាលរឿងមួយករណីនឹងទេវាអាចធ្វើឲ្យ2ករណី3ករណីនឹងកើតទៅលើគ្រួសារបន្តទៀតសង្គមរបស់យើងរាល់ថ្ងៃទៅបងប្អូនថាគេរស់16រៀនបានសុខហើយអ្នកឯងចេញតែអ្នកឯងនិយាយដោយសារតែចេញតែខ្ញុំនិយាយតែប្រហែលអ្នកនឹងឯងដែលធ្វើឲ្យអ្នកដឹកនាំកាយអាចនឹងចេះតែបិទបាំងចេះតែបំបិទសិទ្ធិចេះតែធ្វើឲ្យមានការភ័យខ្លាចគឺការបំបាក់ស្មារតីនឹងគឺគេចាត់1ចាត់2ដាក់គុកនឹងបំបាក់ស្មារតីអត់ឲ្យមានអ្នកក្រោយធ្វើប៉ុន្តែបងប្អូនគឺនៅក្នុងប្រទេសថៃអញ្ចឹងមើលគេងើបមកគេអត់ឲ្យមួយករណីក៏ទៅ2ករណីគឺគេចេញមកងើបគេចេញមកតស៊ូមើលនៅប្រទេសយើងប្រៀបធៀបនៅប្រទេសថៃយើងមើលទៅប្រទេសគេល្អជាងយើងប៉ុណ្ណាប៉ុន្តែអ្នកដឹកនាំគេធ្វើខុសទៅមួយករណី2ករណីគេឆាប់ចេញមកកែហើយគេឆាប់ចេញមកដូរហើយគេអត់ទុកទេអញ្ចឹងវាអត់មានរឿងអីដែលខុសរឿងអីដែលត្រូវខឹងដែលត្រូវគំនុំគុំគួនធ្វើបាបគ្នាទេចាអញ្ចឹងប្រហែលជាពេលវេលាយើងក៏មិនយូរដែរគ្រាន់តែថាឥឡូវការទៀមទាក្នុងការបញ្ចេញមតិនៅសិទ្ធិនឹងឲ្យសិទ្ធិក្នុងការរស់នៅសិទ្ធិរបស់រដ្ឋដែលឲ្យដាក់ច្បាប់ឲ្យពលរដ្ឋត្រូវគោរពរដ្ឋក៏ត្រូវគោរពពលរដ្ឋក៏ត្រូវគោរពសិទ្ធិក្នុងការទទួលនៅពីកំណើតមកសិទ្ធិក្នុងការទទួលចូលរួមនៅការងារអប់រំចាអញ្ចឹងទទួលការអប់រំដូចយើងនៅប្រទេសជប៉ុនអញ្ចឹងបានរៀនសូត្រទទួលនៅអាហារបំពន់ដ៏ល្អទទួលនៅចំណីអាហារដ៏ល្អអប់រំល្អអញ្ចឹងធនធានរបស់ពលរដ្ឋកោសិការបស់ពលរដ្ឋនៅក្នុងប្រទេសហ្នឹងវាមានការស្ថាបនាចេញពីពលរដ្ឋចេញពីការបញ្ចេញសិទ្ធិនឹងជាការចូលរួមគឺមានសិទ្ធិក្នុងការអញ្ចឹងចំពោះបងអូនក៏សូមឲ្យបងអូនអាចមានអីដែលជាគំនិតតខ្លួនឬក៏ជាទស្សនៈតខ្លួនឬអ្វីដែលបងអូនចង់និយាយជាសិទ្ធិរបស់បងអូនសូមបងអូនអាចចូលរួមនិយាយបានចាចំណែកខ្ញុំចង់ឲ្យខាងរដ្ឋាភិបាលរបស់ខ្មែរយើងគាត់ផ្ដល់សិទ្ធិឲ្យប្រជាពលរដ្ឋក្នុងការបញ្ចេញមតិផ្ដល់សិទ្ធិរស់រានដល់ប្រជាពលរដ្ឋក៏ដឹងត្រូវក៏ត្រូវតែដឹងពីសិទ្ធិខ្លួនឯងមានទូនីតិអ្វីខ្លះចាខ្ញុំអត់ទៅចេះនិយាយបងអូខេឥឡូវបងអូនលើកទី1បងអូនក្នុងនាមជាពលរដ្ឋអញ្ចឹងទូរទស្សន៍ព្រះអាទិត្យយើងតែងតែឲ្យសិទ្ធិទៅពលរដ្ឋមិនថាពលរដ្ឋក្នុងនាមជាអ្វីទេគឺអាចមានសិទ្ធិក្នុងការចូលរួមនិយាយបានអញ្ចឹងទូអូនលើកទី1មិនសូវមានការក្នុងនិយាយទ្រឹស្ដីវោហាអីក៏ដោយក៏ប៉ុន្តែបេះដូងរបស់បងអូនទឹកចិត្តរបស់បងអូនគឺឃើញខ្មែរយើងឃើញសង្គមដែលបងអូននៅក្នុងប្រទេសជប៉ុនហើយក៏បងអូនបានឆ្លងកាត់នៅក្នុងប្រទេសថៃក៏បងអូនបានឃើញតែជាការដឹកនាំឃើញអ្វីដែលពលរដ្ឋទទួលបាននៅក្នុងប្រទេសជប៉ុនដែលបងអូនមកទទួលដូចថាក្នុងករណីកើតកូវីដចឹងទទួលបានគឺបានទទួលទាំងអស់គ្នា 100000 ចាគឺបានស្មើនឹងជនជាតិជប៉ុនដែរគឺគាត់ផ្ដល់សិទ្ធិឲ្យស្មើគ្នាអត់មានបាននិយាយថាខ្មែរប្រជាពលរដ្ឋខ្មែរមករស់នៅប្រទេសជប៉ុនបានតិចជាងប្រទេសជប៉ុនជនជាតិជប៉ុនបានច្រើនជាងគឺអត់ទេគឺគាត់ផ្ដល់សិទ្ធិឲ្យស្មើគ្នាចាទទួលបានក៏មានការទទួលបានដោយស្មើគ្នាដែរយើងខ្មែរដែលទទួលចាក់វ៉ាក់សាំងដោយអត់គិតថ្លៃដែរចាហើយយើងមិនមែននិយាយថានៅស្រុកខ្មែរយកថ្លៃណាប៉ុន្តែមានមកចំណុចខ្លះគាត់មានអ្នកខ្លះគាត់ថាឥឡូវមានកន្លែងករណីខ្លះគឺមានអំពើពុករលួយព្រោះអី
អំពើពុករលួយជាប្រព័ន្ធនឹងមានការលាក់បាំងដោយទួលនៅថវិកាលុយក្រមតុកនឹងអញ្ចឹងហើយតែយើងគិតថាជាការរើសអើងជាការអត់គោរពសិទ្ធិនឹងឲ្យតម្លៃរបស់ពលរដ្ឋខ្លួនក្នុងការរស់ជីវភាពប្រចាំថ្ងៃក៏ដូចជាការទទួលសិទ្ធិនៅក្នុងការទទួលបានក្នុងនាមការពារនៅសុខសុខភាពហើយដូចជាការចូលរួមក្នុងការបញ្ចេញមតិដូចយើងរស់នៅក្នុងប្រទេសជប៉ុនយើងមិនចង់ប្រៀបធៀបប្រទេសជប៉ុននិងប្រទេសខ្មែរទេយើងប្រៀបធៀបតែប្រទេសថៃជិតគ្នាលបងភូមិយើងតែគេទទួលបានសិទ្ធិយ៉ាងណាហើយដូចជាប្រទេសវៀតណាមក៏គេនៅចិត្តយើងតែប្រជាពលរដ្ឋវៀតណាមគេទទួលបានសិទ្ធិបែបណាហើយឃើញការដឹកនាំរបស់គេឃើញបាត់ដីឃើញបាត់ភ្នំឃើញបាត់ធនធានរ៉ែធម្មជាតិពេលភ្លៀងមកលិចភ្លៀងតែមួយចាស់លិចឥឡូវឃើញថ្មីនោះតើសិទ្ធិនៃការដឹកនាំរបស់ប្រទេសយើងនឹងសិទ្ធិយ៉ាងម៉េចបងប្អូនស្រីមើលឃើញថារបបលោកហ៊ុនសែននឹងមានសិទ្ធិទេគឺគាត់អត់ដល់សិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋទេបងជាក់ស្ដែងដូចប្រជាពលរដ្ឋដែលគាត់ខ្មែរយើងនិយាយទៅគាត់ប្រកែធ្វើអ្វីមួយបានគ្រប់គាត់ធ្វើគេថាគាត់ធ្វើខ្ញុំឃើញខ្ញុំមើលតាមសង្គម Facebook ហើយគាត់ធ្វើបង្កើតផលិតមីបងគាត់ផលិតមីបានដល់ពេលអញ្ចឹងគឺគាត់អត់មានជួយលើកតម្កើងណាតែបើខ្ញុំប្រៀបធៀបនៅប្រទេសថៃពេលដែលប្រជាពលរដ្ឋគេធ្វើអ្វីបានមួយដូចថាខាងរដ្ឋាភិបាលគេនឹងគឺលើកតម្កើងជួយគឺមានជួយឧបត្ថម្ភបន្ថែមអញ្ចឹងតែបើខាងប្រជាពលរដ្ឋមានលទ្ធភាពធ្វើឯងគឺគាត់បិទសិទ្ធិមិនឲ្យធ្វើបានអញ្ចឹងបងចាមានការចូលរួមមកគាំពៀទេអញ្ចឹងចាពេលវេលាយើងក៏បានដូចថាយើងនិយាយគ្នាក្នុងការចូលរួមបញ្ចេញនៅសិទ្ធិពលរដ្ឋក្នុងការបញ្ចេញមតិយើងក៏យើងថ្ងៃនេះយើងមានសិទ្ធិអរគុណនៅក្នុងការបញ្ចេញមតិហើយពេលវេលាយើងក៏ជិតមកជីបញ្ចប់ហើយតែបងអូនមានសារអ្វីដើម្បីផ្ដាំផ្ញើទៅយុវជនក៏ដូចជាពលរដ្ឋខ្មែររស់នៅក្នុងនិងក្រៅប្រទេសគ្រប់ទិសទីដែរចាតែបងអូនមានអ្វីដើម្បីផ្ដាំផ្ញើនិងចែករំលែកទៅដល់ពួកគាត់ឲ្យមានសេចក្តីក្លាហានហើយមានការចូលរួមបញ្ចេញមតិឲ្យមានការតស៊ូបែបណាខ្លះបងអូនអាចមានអ្វីផ្ដាំផ្ញើទៅដែរទេចាចាចំពោះខ្ញុំចង់ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋខ្មែរយើងដែលរស់នៅទូទាំងក្នុងប្រទេសក្រៅប្រទេសគឺគាត់ចង់ឲ្យគាត់ចូលរួមសាមគ្គីគ្នាបញ្ចេញមតិដែលខ្លួនមានសិទ្ធិក្នុងការរស់រានអញ្ចឹងគឺគាត់បញ្ចេញមតិបានគឺគាត់ចង់ឲ្យគាត់និយាយទៅចង់ឲ្យគាត់សាមគ្គីគ្នាចាអរគុណបងអូនស្រីជាការពិតណាស់មានតែការរួបរวมមួយទេដែលយើងអាចធ្វើទៅលលូនបានហើយមានតែនឹងស្គាល់អ្វីដែលជាសិទ្ធិរបស់ខ្លួនប៉ុន្តែប្រជាពលរដ្ឋមួយចំនួននៅប្រទេសនឹងអ្នកដឹកនាំនៅក្នុងប្រទេសនឹងមួយចំនួននឹងគាត់ពុករលួយគាត់អត់ងើបគេជួយហាក់នឹងគេថាជួយហាក់ជួយខ្លួនឯងណាអានឹងគេថាទេមិនអញ្ចឹងដល់ពេលគេត្រឡប់ទៅវិញទៅទុកឲ្យតាមយថាកម្មរបស់គាត់ទៅព្រៃគេជួយឲ្យមិនងើបមិនឡើងដាំវាមិនទៅវាមិនទៅមុខអីអញ្ចឹងណាអញ្ចឹងយើងអញ្ចឹងយើងមានលទ្ធិប្រជាធិបតេយ្យយើងមានសន្ធិសញ្ញាដែលយើងគឺសន្ធិសញ្ញាទីក្រុងប៉ារីសហើយបងប្អូនដូចជា UN ដូចជាអង្គទៀតអញ្ចឹងយើងមានសិទ្ធិក្នុងការហើយយើងមានឥទ្ធិពលក្នុងការកាត់បងប្អូនច្រើនណាស់បងប្អូនត្រូវស្គាល់ថាខ្លួនឯងមានអាវក្រោះខ្លួនឯងមានឥទ្ធិពលខ្លួនឯងមានអត់មានបាក់ដៃទៅទេខ្លួនឯងគឺដែលជាតម្លៃខ្លួនឯងបើតម្លៃយើងអត់បង្ហាញពីតម្លៃយើងអត់ទៀមទាអត់មានសកម្មភាពអត់មានលទ្ធិប្រជាធិបតេយ្យអត់មានអ្វីបើយើងធ្លាក់ទៅលើមិនដាក់ជើងពីឲ្យយើងទេអញ្ចឹងបើប្រទេសយើងខ្លួនយើងខ្វះអីយើងត្រូវទៀមទាហើយយើងការតស៊ូយើងមិនមែនតស៊ូថាអូយគណៈតស៊ូជាមួយគណៈបកជាសង្គ្រោះជាតិអត់ឃើញបានអីមានតែរត់ចោលស្រុកឃើញជាប់គុកឃើញតែមានបញ្ហាការតស៊ូមិនមែនមួយថ្ងៃបានទេយើងត្រូវតស៊ូទាំងអស់គ្នាធ្វើទាំងអស់គ្នាយើងចូលរួមទាំងអស់គ្នាអញ្ចឹងការតើមានសកម្មភាពតើមានការលះបង់ពោះក៏មានគោលដៅពោះក៏លះបង់ការតស៊ូបើយើងអត់លះបង់ការតស៊ូការជោគជ័យនឹងបាននៅថ្ងៃណាមួយអញ្ចឹងការតស៊ូដើម្បីដើម្បីឲ្យមានស្ដារនៅលទ្ធិប្រជាធិបតេយ្យរបស់យើងគឺមានការបញ្ចេញសកម្មភាពទោះបីជាជួបខ្យល់ជួបបញ្ហាអីយើងត្រូវចូលរួមធ្វើតគ្នាចាប់ដៃលើកគ្នាជួយគ្នាអានឹងចូលរួមរបស់ជាមខ្មែរប្រជាជនខ្មែរយើងត្រូវតែអ្វីដែលជាផ្លាស់ប្ដូរមួយដែលនៅក្នុងពិភពលោកដែលគេទទួលបានរីកចម្រើនគឺយើងត្រូវឈានទៅរកការរីកចម្រើនហើយនឹងមានការស្ថាបនាល្អដូចគេដែរចាអ្នកខ្ញុំបូរ៉ាហើយនឹងបងអូនស្រីនាងហើយនឹងខ្ញុំបូរ៉ាអូនសូមខន្តីអភ័យទោសបើសិនយើងទាំងពីរ
មានកំហុសខុសឆ្គងណាមួយក្នុងការបញ្ចេញសិទ្ធិនៅក្នុងនាមយើងជាពលរដ្ឋហ្នឹងខុសកន្លែងណាមួយសូមលើកលែងអធិស្ឋានហើយក៏យើងខ្ញុំសូមគាំពៀនិងសូមជំរុញឲ្យបងប្អូនផ្សេង